លឺហើយពិតជាគួរឲ្យអាណិតមែនតើបងប្អូនបន្ទាប់ពីលឺសម្ដីរបស់កូនប្រុសដែលបានរៀបរាប់យ៉ាងទឹកភ្នែកថាអាណិតម្ដាយណាស់បងប្អូនដែលនៅក្នុងហេតុការណ៍មួយដែលគួរឲ្យរន្ធត់មែនតើគឺប្តីបានចាក់សម្លាប់ប្រពន្ធហើយបន្ទាប់មកក៏ចាក់សម្លាប់ខ្លួនឯងតាមក្រោយដែលហេតុការណ៍ដ៏រន្ធត់មួយនេះដែរគឺបានកើតនៅក្នុងភូមិរំទានឃុំភូមិធំស្រុកចិនស្វាយខេត្តកណ្ដាលបងប្អូនគឺនៅថ្ងៃទី27ខែមេសាឆ្នាំ2026នេះតែម្ដងមិនដឹងថាជាករណីប្រចាំឬក៏យ៉ាងណាទេបងប្អូនតែបើតាមការរៀបរាប់របស់កូនប្រុសទាំងទឹកភ្នែកថាមួយរយៈនេះគឺឪពុករបស់ខ្លួនចេះតែស្រវឹងហើយមកវាយតប់ម្ដាយនៅផ្ទះធ្វើឲ្យម្ដាយគាត់អត់ពេញចិត្តហើយក៏បានឆ្លោះប្រកែកគ្នាជាង2ខែបងប្អូនតែមិនដឹងថាថ្ងៃហ្នឹងគាត់កើតឆ្លោះគ្នាទៅដល់ខ្លាំងប៉ុណ្ណាដែលធ្វើឲ្យប្តីហ៊ានដល់ថ្នាក់យកដៃលើកសម្លាប់ប្រពន្ធរបស់ខ្លួនណាបងប្អូនបើសិនជាមានរឿងអ្វីគួរតែដោះស្រាយគ្នាដោយសន្តិវិធីទៅហេតុអីបានជាចូលចិត្តប្រើការសម្លាប់ទាត់ធាក់ទៅលើគ្នាទៅវិញទៅមកអញ្ចឹងបងប្អូនហើយអ្នកដែលគួរអាណិតជាងទេគឺថាកូនបងប្អូនគឺគាត់អត់មានដឹងអីទេអាយុប៉ុណ្នេះគឺគាត់នៅក្មេងណាស់គាត់អត់មានដឹងថាចំណាយយ៉ាងម៉េចទេគួរតែមានចិត្តអាណិតអាសូរដល់កូនតែគ្នាកើតមកហើយនៅពេលដែលម្ដាយឪពុកស្លាប់តើគ្នានឹងត្រូវរស់នៅយ៉ាងណាហើយខ្លាចជាក្មេងកំព្រាមិនដឹងថាបានអ្នកណាជួយមើលថែទេបងប្អូន